ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលក្នុងស្រុកក្រោមប្រធានបទខ្មែរធ្វើបានដែលរៀបចំឡើងដោយសសយក មានរយៈពេល3ថ្ងៃបានបិទបញ្ចប់ដោយជោគជ័យត្រឹមថ្ងៃទី28ខែកញ្ញាដែលនាំមកនូវការចែករំលែកព័ត៌មានអំពីផលិតផលខ្មែរដ៏សម្បូរបែបស្នាដៃដែលបានដាក់តាំងបង្ហាញតាមរយៈអាជីវករពាណិជ្ជករសហគ្រិននិងក្រុមហ៊ុនក្នុងស្រុកបានចូលរួមផ្សព្វផ្សាយទៅកាន់សាធារណជនដែលថាខ្មែរយើងអាចផលិតបានអ្វីខ្លះផលិតផលចម្រុះដ៏សម្បូរបែបមកពីគ្រប់វិស័យទាំងនោះរួមមានភោគផលកសិកម្មដំណាំបន្លែបង្ការផ្លែឈើគ្រប់មុខផលិតផលឧស្សាហកម្មឧបករណ៍បច្ចេកវិទ្យាថ្មីៗសម្ភារៈប្រើប្រាស់រួមទាំងមានម្ហូបអាហារគ្រប់ប្រភេទដ៏មានឱជារសឈ្ងុយឆ្ងាញ់បានចូលរួមមកប្រមូលផ្ដុំជួបប្រជុំប្រមាណជិត300ស្តង់ដែលធ្វើឡើងរយៈពេល3ថ្ងៃពលគឺពីថ្ងៃទី26ដល់ថ្ងៃទី28ខែកញ្ញាឆ្នាំ2025នេះប្រជាពលរដ្ឋខ្មែរមកពីគ្រប់មជ្ឈដ្ឋានគ្រប់ទិសទីបានចូលរួមយ៉ាងច្រើនកុះករដើម្បីគាំទ្រផលិតផលស្នាដៃកូនខ្មែរដែលវត្តមានរបស់បងប្អូនអ៊ំពូមីងចូលរួមពិព័រណ៍នេះមានសន្ទុះខ្លាំងដែលបង្ហាញនូវការគាំទ្រមិនត្រឹមតែជាការស្វែងយល់អំពីអ្វីដែលជាសក្តានុពលនិងសមត្ថភាពការផលិតរបស់កូនខ្មែរប៉ុណ្ណោះទេក៏ប៉ុន្តែជាចំណែកមួយក្នុងការចូលរួមបង្ហាញនូវសាមគ្គីភាពពង្រឹងសកម្មភាពរបស់ខ្មែរផងដែរការគាំទ្រពីសំណាក់បងប្អូនជាកម្លាំងចិត្តដ៏ធំធេងសម្រាប់អ្នកផលិតសហគ្រិនទាំងអស់ដែលបានចូលរួមតាំងពីពណ៌ផលិតផលរបស់ខ្លួនលើកទឹកចិត្តឲ្យពង្រីកការផលិតប្រឹងប្រែងលើកស្ទួយផលិតផលក្នុងស្រុកដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើន។